ហើយឯងលេងបភ្លឺមកដល់ព្រុសស្រែកពេញក្រាបឹងអញ្ចឹងណាហើយអួតតែស្រឡាញ់ស្អីដឹងទៅមកពីណាហ្នឹងណាខ្ញុំប្រាប់នេះសុខធីបើខ្ញុំវិញពួកឯងក្បែរគុកឲ្យអត់រួចខ្លួនទេអត់មានមកមានសិទ្ធិណាមិនទាន់ទៅជួយគេ100លុយខ្មាស់ចាំប្រពន្ធកូនគេផងហើយយើងទៅជេរគេឌីលគេស្អីណានេះអត់កើតទេណាអត់បានទេសម្រាប់ខ្ញុំការប្រកួតរវាងសុខធីនិងពេជ្រសម្បត្តិនេះវាជាការប្រកួតមួយដើម្បីឲ្យដឹងអំពីសមត្ថភាពហើយវាជាការប្រកួតលក្ខណៈមិត្តភាពជាតិគឺការប្រកួតរវាងខ្មែរនិងខ្មែរមិនមែនជាការទៅឡើងវាយគ្នាឲ្យស្លាប់លើរិញណាហើយមិនបានខួរក្បាលយើងទៅដល់ថ្នាក់នឹងម៉េចណាអួតថាស្រឡាញ់កីឡាករអញ្ចឹងនេះជាឱកាសដែលពួកគាត់ត្រូវបញ្ចេញសមត្ថភាពមិនមែនជាការប្រកួតយកងាប់រស់ទេតែចាំណាមិនមែនជាការប្រកួតយកងាប់រស់ទេត្រូវចាំណាគឺជាការប្រកួតមិត្តភាពជាតិរវាងកីឡាករខ្មែរនិងកីឡាករខ្មែរដើម្បីបំពេញចិត្តអ្នកគ្រប់គ្រងទាំងសងខាងឥឡូវខ្ញុំចូលរឿងនឹងបន្តិចទៅចោះណាដើម្បីបំពេញចិត្តអ្នកគ្រប់គ្រងទាំងសងខាងណាអញ្ចឹងយើងស្រឡាញ់បើយើងជាអ្នកស្រឡាញ់កីឡាករយើងគួរតែអបអរសាទរនឹងការជំនួបមួយនេះហើយរឿងគ្រូរឿងអីគេធ្វើទីផ្សារពាក្យសម្ដីវាយប្រហារMMOអានឹងជារឿងរបស់គេណាតែអ្វីដែលយើងត្រូវគិតហើយពិចារណាត្រូវចាំថាការប្រកួតនេះគឺជាការប្រកួតលក្ខណៈមិត្តភាពជាតិពីព្រោះសុខធីក៏ខ្មែររីឯពេជ្រសម្បត្តិក៏ខ្មែរគ្រាន់តែថាពេជ្រសម្បត្តិគ្នាជារលកក្រោយបើនិយាយពីប្រវត្តិសុខធីនេះណាអាក្មេងកពើវិញបឹងនឹងអាពលទឹកមាត់មួយចំនួនត្រូវស្ដាប់ខ្ញុំរៀបរាប់ប្រវត្តិឲ្យស្ដាប់ណាសុខធីពីមុនគឺគេល្បីហៅតែកានៅឯប្រទេសជិតខាងយើងសុំមិននិយាយថាអីទេកុំជួតាមគេពេកណាសុខធីគឺការរលកមុនខ្ញុំចូលចិត្តមើលការប្រកួតរបស់សុខធីដោយសារអីខ្ញុំជាអ្នកស្រឡាញ់បណ្ដាលតាំងពីយូររហូតចុងក្រោយសុខធីមានឱកាសមកប្រកួតនៅអាស៊ីអាគ្នេយ៍គឺលោកគ្រូសានសាវយ៉ាន់អ្នកនាំសុខធីមកណាពួកអាបភ្លឺទាំងឡាយស្ដាប់បងហេរ៉ូបញ្យលពួកអូនឯងអាខ្លះអាយុច្រើនតែវាភ្លឺអញ្ចឹងដាក់វាខ្លះណាស្ដាប់ប្រវត្តិសុខធីក៏លុកឡើងក៏ក្រើកហើយណាគេល្បីណាស់កានៅស្រុកនោះគេហៅគាត់តាកាទេក្រោយមកគាត់មានបញ្ហាក៏ធ្លាក់ប្រជាប្រិយភាពអញ្ចឹងសុំមិនរំលឹកអតីតកាលគាត់ច្រើនទេគាត់តែខ្ញុំចាំមករយៈចុងក្រោយដែលសុខធីមកវាយនៅអាស៊ីអាគ្នេយ៍ដែលលោកគ្រូសានសាវយ៉ាន់គាត់បានដឹកនាំសុខធីមកគឺសុខធីអាចនិយាយបានថាជំនាន់នោះគីឡូនោះអត់មានអ្នកណាអាចវាយជាមួយសុខធីបានទេណាអញ្ចឹងបងប្អូនត្រូវយល់បើយើងស្រឡាញ់គុណខ្មែរមែនតើគេមិនជេរកីឡាករមកនិយាយទេវិធីនិយាយដូចខ្ញុំនិយាយអញ្ចឹងរិះគន់ព្រំសំណាងអញ្ចឹងរិះគន់ស្អីអ្នកណាស្អីក៏ដោយទៅបើចង់ធ្វើដូចហេរ៉ូធ្វើតែក្រែងលោវាមិនដូចគ្រូនិយាយមកភ្លឺទៅគុកបាត់ទៅតែបាន3ម៉ាត់គុកអីអញ្ចឹងក្រែងលោវាមិនដូចកុំជួតាមគេកុំតែស្អហួសហេតុហើយកុំផ្កាប់មុខបើយើងស្រឡាញ់គុណខ្មែរមើលដូចក្លឹបទាំងអស់ហ្នឹងខ្ញុំរិះគន់ឧទាហរណ៍ឥឡូវដូចក្លឹបធនសភាក្លឹបពេជ្រសភាយើងវាយយើងរិះគន់ឲ្យវាមានតម្លាភាពមិនចែកម្លេចប៉ុន្តែសួរខ្ញុំដែរឆ្លោះទាស់រឿងអីជាមួយគ្រូធនសភាគ្រូពេជ្រសម្បត្តិអត់ទេបើគ្រូធនសភាវិញឆាតមកលេងមកខ្ញុំរងថ្ងៃមកអញ្ជើញខ្ញុំទៅហូបបាយក្លឹបថ្មីគាត់ទៀតរៀបចំមកហូបត្រីស្រែទៀតខ្ញុំនៅតែទៅលេងគាត់ទេយ៉ាងយូរស្អែកនឹងខ្ញុំចែកណើខ្ញុំទៅលេងលោកគ្រូធនសភាទៀតខ្ញុំទៅមើលអំពីវឌ្ឍនភាពរបស់គាត់តើគាត់ធ្វើបានដល់ណាខ្លះចំណុចអីខ្លះដែលគាត់ហើយមនុស្សដូចគ្រូធនសភាមនុស្សគាត់មានគុណធម៌ទេគាត់ដូចគ្រូសានសាវយ៉ាន់ដូចស្អីមិនណាមកកណ្ដោទាំងអស់ខ្ញុំមិនដែលមានចំនួនជាមួយអ្នកណាបើខាំបើសង្ឃឹមស្អីទាំងអស់ហ្នឹងខ្ញុំមិនដែលមានឆ្លោះទេណាទេខ្ញុំនិយាយតាមអំពីអ្វីជាចំណុចអវិជ្ជមានអ្វីដែលជាកំហុសខុសឆ្គងដើម្បីឲ្យធ្វើការកែសម្រួលទៅរកភាពរីកចម្រើនតើហើយឯងលេងបភ្លឺមកដល់ព្រុសស្រែកពេញក្រាបឹងអញ្ចឹងណាហើយអួតតែស្រឡាញ់ស្អីដឹងទៅមកពីណាហ្នឹងណាខ្ញុំប្រាប់នេះសុខធីបើខ្ញុំវិញពួកឯងក្បែរគុកឲ្យអត់រួចខ្លួនទេអត់មានមកមានសិទ្ធិណាមិនទាន់ទៅជួយគេ100លុយខ្មាស់ចាំប្រពន្ធកូនគេផងហើយយើងទៅជេរគេឌីលគេស្អីណានេះអត់កើតទេណាអត់បានទេខ្ញុំប្រាប់បើនិយាយពីបទពិសោធន៍នៃការប្រកួតដូចយើងដឹងហើយណាយើងឃើញទេដូចខ្ញុំអញ្ចឹងរិះគន់ធនធានណាដៃឆ្លោះមួយខ្ញុំធនធានលេងហ្គេមមួយខ្ញុំទៀតជំនាន់នៅទូភានអានមួយជីវ័នកាលពុកម៉ាក់ខ្ញុំនៅរស់ធនធានលេងហ្គេមមួយខ្ញុំសប្បាយចង់ផាគ្នាសោចអត់តែមានចំនួនទេប៉ុន្តែខ្ញុំនិយាយអំពីចំណុចអវិជ្ជមានរបស់ធនធានដើម្បីឲ្យធនធានកែដែរអាហ្នឹងគឺមិនមែនមកដល់ដូចឯងចូលមិនទាន់ជួយអីគេបានកមកកំប៉ុងផងឯងលេងអញ្ចឹងហ្មងងាប់ហើយខ្ញុំបើខ្ញុំអ្នកកាន់ក្លឹបហ្នឹងវិញខ្ញុំម្ចាស់ក្លឹបវិញហើយយើងមានការអញ្ជើញមកសាកសួរនៅក្នុងមលុបឲ្យតិចបន្តិចពីសមត្ថកិច្ចហើយណាសុខធីកាលពីគាត់អត់ទាន់មានប្រពន្ធបងប្អូនណាកាលពីសុខធីអត់ទាន់មានប្រពន្ធសុខធីវាយមើលជួនណាអ្នកដែលចេះមើលបណ្ដាលខ្ញុំបញ្យល់ទៅចោះក្មេងមួយថ្ងៃម្ដងអីមួយចំនួនដែលទៅឡើងមកបាយពពុះមាត់ដូចណែពពុះសាប៊ូនេះ
សុកធីជំនាន់ពេញសាច់តែខ្ញុំប្រាប់ហើយបើគុណខ្មែរល្បីដូចឥឡូវជំនាន់ខ្ញុំធ្វើជំនាន់អីវិញសុកធីយកលុយធ្វើអ្នកមានធ្វើមហាសេដ្ឋីហើយសុកធីបើមានអ្នកគ្រប់គ្រងតម្រង់ទិសឲ្យល្អឲ្យត្រូវមានចិត្តសាស្ត្រនិងយុទ្ធសាស្ត្រច្បាស់លាស់គ្រប់គ្រងគាត់ហើយឲ្យគាត់មានពេលវេលាហាត់គ្រប់គ្រាន់តាមបច្ចេកទេសនិងច្បាប់ទម្លាប់កីឡាបបាក់អ្នកវាយមួយសុកធីហើយចាំមើលទៅខ្ញុំអត់ចេះនិយាយអីទេគ្រាន់តែថាខ្ញុំស្រឡាញ់បងប្អូនទាំងពីរខ្ញុំក៏ចង់ឲ្យមានការជួបគ្នារវាងពេជ្រសម្បត្តិនិងសុកធីនឹងយូរហើយនេះនិយាយការពិតហ្មងទេខ្ញុំចង់មើលកីឡាករប្រភេទកីឡាករសម្បត្តិបងពេជ្រសម្បត្តិគាត់គឺកីឡាករបុកនេះគឺពិបាកក្នុងការទប់គាត់ណាហើយកីឡាករដែលចង់ឲ្យល្អមើលគេរៀបឲ្យត្រូវបច្ចេកទេសបើដឹងថាកីឡាករនឹងបុកគេរៀបកីឡាករប្រភេទបុកហើយបើចង់ឲ្យល្អមើលកីឡាករនឹងគេដឹងតែក្បាច់គេឲ្យប្រកួតប្រភេទក្បាច់ហើយបើប្រកួតរបៀបសុកធីជាមួយនឹងពេជ្រសម្បត្តិនេះដឹងថាថប់ទ្រូងហើយអ្នកដែលចូលចិត្តពេជ្រសម្បត្តិគឺកញ្ជ្រោកពេជ្រសម្បត្តិអ្នកដែលចូលចិត្តសុកធីគឺស្ងប់ស្ងាត់មួយសុកធីណាពួកបងប្អូនដឹងហើយថាកីឡាសុកធីគឺកីឡាវាយក្បាច់ហើយសុកធីយើងមើលអញ្ចឹងបានថាពេលខ្លះអ្នកដែលប្រៀបធៀបកីឡាករអាងអីតិចអូប្អូនពេជ្រសម្បត្តិអីណាជួបជាមួយរត់ថាំងជួបអីណាឆ្កុយអត់និយាយទៅវាបងប្អូននេះឆ្ងាយណាឆ្ងាយណាស់ណាកុំលៀតខ្ញុំមើលការប្រកួតសុកធីជាមួយរត់ថាំងខ្ញុំអាណិតសុកធីឡើងចង់ស្រក់ទឹកភ្នែកណាគឺរត់ថាំងទុតឡើងមកលួយជើងលំដាប់ឲ្យសុកធីរត់ថាំងទុតឡើងខ្ទេចជើងមកឡើងលួយមកហ្នឹងហើយនឹងធ្លាប់មើលត្រូវតែខ្ញុំចង់និយាយថាបច្ចុប្បន្នរៀបចំយុទ្ធសាស្ត្រច្បាស់លាស់រៀបចំចិត្តសាស្ត្រត្រូវរៀបចំអីគឺគាត់វាយល្អមើលតម្រង់របៀបដូចបើកសង្ឃឹមដូចអីចឹងពួកកីឡាករបែបអញ្ចឹងពួកសុកធីហ្នឹងគឺអញ្ចឹងហើយចំណាំបើចង់ឲ្យល្អមើលតែគាត់ថាបើមានចំនួនហ្នឹងហើយក៏ល្អដែរដើម្បីឲ្យ fan កាប់មុខខ្លះហើយដូចខ្ញុំនិយាយចឹងគាត់ថាស្រឡាញ់កីឡាមែនទែនគេមិនដែលទៅកាប់មុខអញ្ចឹងទេគេត្រូវហ៊ាននិយាយប្រាប់ idol គេពីចំណុចខ្វះខាតរបស់ខ្លួនហើយត្រូវប្រាប់ idol ពីចំណុចខ្លាំងរបស់ដៃគូ idol ខ្លួនឯងគេមិនមែនតែជេរមកកាហាងទៀតទៅអីចឹងទេពេលយើងងប់ងល់មកខាងកាន់ជើងវាធ្វើឲ្យមានអ្នកស្អប់ពេជ្រសម្បត្តិមានអ្នកស្អប់សុកធីហើយបើអញ្ចឹងតើហ្នឹងចាំបាច់ថាខ្លួនឯងស្រឡាញ់កីឡាករស្រឡាញ់បណ្ដាលធ្វើអីបើនាំឲ្យមានការស្អប់គ្នាហ្នឹងនិយាយដល់ខ្ញុំរីកុនទៅអញ្ញាកដាលឲ្យធ្វើភ្លើនិយាយជេរថាចឹងដល់ខ្ញុំតាក់សាក់មើលបំគុកនេះហើយគេហៅថាមិនមែនជាការស្រឡាញ់ទេគឺការចូលតាមគ្នាណាចូលតាមគ្នាចាក់ខាងនេះចាក់ខាងនោះអូចេះចោហើយធៀបពិតចុះបើខូចមួយបាត់សួរតើបាត់បងហើយគឺបាត់បងធនធានហ្នឹងហើយបាត់បងអ្នកខ្លាំងហ្នឹងហើយអញ្ចឹងចង់ឲ្យខ្មែរគ្នាឯងហ្នឹងវាយគ្នាទៅរហូតដល់ងាប់រស់មកខាងហ្មងណាតងាប់រស់មួយហ្មងមកណោះចិត្តអីក៏មិនហើយសួរងាប់ទៅរបួសទៅបាក់ដៃបាក់ជើងខូចអនាគតទៅលោកឯងនេះទៅអញ្ចឹងគេប្រពន្ធកូនគេហ្នឹងមែនគ្រប់គ្នាហ្នឹងតាំងកមកកំប៉ុងតាមរយៈមូលនិធិខ្ញុំមិនទាន់ហ៊ានជួយហ្នឹងហើយខ្ញុំជួយមួយខែកក៏តោនលុយរាប់ពាន់ដុល្លារក្នុងមួយខែណាដើរសុំដើរអីគេគៀងកគេយកមកធ្វើហើយខ្ញុំមិនទាន់ហ៊ានស្អីទៅថាទៅស្ដីកីឡាករណាផងវាអត់មានសិទ្ធិត្រូវទៅថាទៅស្ដីឲ្យគេអញ្ចឹងរឿងយើងស្រឡាញ់យ៉ាងណាស្រឡាញ់យ៉ាងហ្នឹងទៅផុសតែអំពីចំណុចល្អរបស់អ្នកហ្នឹងទៅឬក៏ប្រាប់អំពីចំណុចខ្វះខាតរបស់អ្នកហ្នឹងទៅឲ្យត្រៀមលក្ខណៈអីអញ្ចឹងទៅដើម្បីទទួលបានជ័យជំនះអញ្ចឹងអាហ្នឹងបានវាត្រូវណាហើយបើលេងឯងលើកមួយទៅស្ដីឲ្យមួយហើយអួតថាខ្លួនឯងស្រឡាញ់គុនខ្មែរហើយទាំងពីរនាក់ហ្នឹងខ្មែរដូចអគ្រាអត់ជុលណាកន្លែងណាថាស្រឡាញ់គុនខ្មែរគេពីរនាក់មិនខ្មែរដូចអគ្រាហើយចាំមើលខ្មែរស្រឡាញ់ខ្មែរហើយមិនក៏ទៅជាអញ្ចឹងមិនចាំបាច់ទៅជន់មួយទៅលើកមួយស្រឡាញ់ពួកគាត់ទាំងពីរនឹងដូចគ្នាទៅគាត់ថាឥឡូវបើយើងចង់ដឹងឲ្យអស់ចិត្តតែឥឡូវនៅតែមិនសុខចិត្តឲ្យវាមានជំនួបចឹងកើតឡើងជំនួបទៅតែវាជាការប្រកួតមិត្តភាពដែរហើយចាំបាច់អីទៅដល់ងាប់រស់ណាហើយចរិតសុកធីនេះបើវាយដឹងតែព្រោះដូចខ្ញុំនិយាយចឹងសុកធីមិនទាន់កែបាន 100% ទេបងប្អូនណាសុកធីមិនទាន់បាន 100% ដោយសារទម្លាប់គាត់វានៅណខួរក្បាលនឹងការដិតដាមការរស់នៅទម្លាប់គាត់វានៅណតែអសខ្មែរគាត់មិននឹងចេះសរសេរមិនត្រូវប៉ុណ្្នឹងឯងស្រួល Google Translate ផងណាហើយយើងទៅចាប់ប្រកាន់ចាប់កំហុសឲ្យគាត់វាមានបញ្ហាលំបាកយ៉ាងណាបានជាធ្វើចំណាក់ស្រុកពីប្រទេសខ្លួនទៅនៅប្រទេសគេរហូតដល់កសាងគេឈ្មោះល្បីរហូតដល់ត្រឡប់មកវិញយើងអោបប្រសើរគាត់មកគាត់ខុសយើងនិយាយទៅអូសុកធីនេះជួបកីឡាករហ្នឹងកីឡាករគេចេះយើងធ្វើចេះបាត់ឈ្នះអីគេមិនចឹងតាមតែគេទៅអាហ្នឹងបើយើងស្រឡាញ់ពួកគាត់ស្រឡាញ់គុនខ្មែរមិនឯងមកស្រែកជេរគេថាឲ្យគេស្អីហ្នឹងជួយគេបានប្រមាណហើយណាអង្គប្រហែលកំប៉ុងហើយរាល់ខែក្នុងមួយខែអូស៊ីតែខ្លួនឯងចាំប្រពន្ធកូនទៅដូចខ្ញុំមកប្រឹងដោះទៅមានលទ្ធភាពតិចតួចជួយតិចតួចទៅគ្រាន់តែមូលនិធិពួកខ្ញុំធ្វើនេះដែលខ្ញុំបង្កើតឡើងដល់បេះដូងមកខ្ញុំដើរសុំគេនេះមួយខែរាប់ពាន់ដុល្លារណាហេមិននិយាយតែមកអត់ប្រយោជន៍ទេណាហើយមិនដែរហ៊ានទៅស្ដីឲ្យថាឲ្យកីឡាករណាផងមានតែបង្កើតភាពរីករាយដើរសប្បាយហើយបង្កើតគម្រោងថ្មី
អ្នកខ្លះបានហូបចុកគ្រប់វិញខ្វះសម្ភារៈហ្វឹកហាត់បង្កើតអាមូលនិធិសម្រាប់ទិញសម្ភារៈជួយគេទៀតហើយឯងណាលេងវប់មកវោមកពីកណ្ដាលបឹងឯងអត់ត្រូវទេណាគ្រាន់តែប្រាប់នេះបើខ្ញុំកាន់កាប់សុកធីវិញអាចអញ្ជើញមកផឹកតែបានហើយហើយចង់ហក់មកមើលហេរ៉ូអត់រណបអត់ស្អីទេទៅផ្លូវណាក៏រួចដែរចង់ជំរាបប្រាប់អញ្ចឹងណាហើយបើសម្រាប់បងប្អូនសួរខ្ញុំថាយ៉ាងមិនដែរសុកធីហើយពេជ្រសម្បត្តិខ្ញុំស្រឡាញ់តែទាំងពីរហ្នឹងប៉ុន្តែបើឲ្យខ្ញុំរៀបរាប់អំពីបច្ចេកទេសនិងបទពិសោធន៍អានឹងខ្ញុំជួយរៀបរាប់បានហើយគិតខ្លួនឯងទៅណា